កិច្ចពិភាក្សាផែនការសន្តិភាពហ្គាហ្សានឹងបន្តខណៈត្រាំនិយាយថាឱកាសនៃកិច្ចព្រមព្រៀងគឺពិតជាល្អកិច្ចចរចាដោយប្រយោលខុនគោលបំណងឈានដល់កិច្ចព្រមព្រៀងចុងក្រោយស្តីពីផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាក្រុងនឹងបន្តនៅខាងអង្គារនៃទីក្រុង Sharm el-Sheikh ប្រទេសអេស៊ីបមន្ត្រីប៉ាឡេស្ទីននិងអេស៊ីបបានប្រាប់ BBC ថាសម័យប្រជុំគឺផ្ដោតលើការបង្កើតលក្ខខណ្ឌវាលដើម្បីការផ្លាស់ប្ដូរដែលអាចធ្វើទៅបានដែលនឹងឃើញការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនមួយចំនួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសៅរ៍ថាលោកសង្ឃឹមថានឹងប្រកាសពីការដោះលែងចំណាប់ខ្មាំងក្នុងប៉ុន្មានថ្ងៃខាងមុខនេះដោយដែលមន្ត្រីបានជួបកាលពីថ្ងៃច័ន្ទប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថាយើងពិតជាមានឱកាសដ៏ល្អដើម្បីធ្វើកិច្ចព្រមព្រៀងនិងវានឹងក្លាយជាកិច្ចព្រមព្រៀងយូរអង្វែងក្រុម Hamas បាននិយាយថាខ្លួនយល់ព្រមចំពោះសំណើផែនការសន្តិភាពមួយផ្នែកប៉ុន្តែมันបានឆ្លើយតបទៅនឹងការទាមទារសំខាន់ៗចំនួនរួមទាំងការរំសាយអាវុធរបស់ខ្លួននិងមិនមានទូនីតិណាមួយអនាគតណាមួយក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សានៅថ្ងៃទី2នៃកិច្ចចរចាដែលនឹងឃើញមន្ត្រីអេស៊ីបនិងកាតាបើកិច្ចប្រជុំជាមួយគណៈប្រតិភូមកពីអ៊ីស្រាអែលនិងក្រុម Hamas ដាច់ឡែកពីគ្នានឹងប្រព្រឹត្តទៅក្នុងខួបលើកទី2នៃការវាយប្រហារដឹកនាំដោយក្រុម Hamas លើទីខាងត្បូងអ៊ីស្រាអែលនៅថ្ងៃទី7ខែតុលាឆ្នាំ2023ដែលក្នុងនោះមនុស្សប្រហែល 1,200 នាក់ត្រូវបានសម្លាប់និង251នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងយោធាអ៊ីស្រាអែលបានបើកយុទ្ធនាការនៅហ្គាហ្សាជាការឆ្លើយតបចាប់តាំងពីពេលនោះមកមនុស្សប្រមាណ 67,160 នាក់ត្រូវបានសម្លាប់ដោយប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សារួមទាំងក្មេងចំនួន 18,000 នាក់តាមយោបល់របស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម Hamas របស់ដីនៅក្នុងសេចក្តីថ្លែងការណ៍រំលឹកខួបនេះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថាផែនការរបស់ Trump បង្ហាញពីឱកាសដែលត្រូវចាប់យកដើម្បីយកចំនួននេះមកដល់ទីបញ្ចប់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Sir Keir Starmer បានរំលឹកឡើងវិញពីការគាំទ្ររបស់លោកចំពោះផែនការនេះក្នុងសេចក្តីថ្លែងការណ៍របស់លោករំលឹកខួបនេះដោយនិយាយថាយើងស្វាគមន៍គំនិតផ្ដេសផ្ដាំរបស់សហរដ្ឋអាមេរិកចំពោះទៅសន្តិភាពនៃបូជាប្រៃពឹកខូហើយរដ្ឋាភិបាលនេះនឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់យើងដើម្បីយកថ្ងៃមួយនោះដែលកូនអ៊ីស្រាអែលគ្រប់គ្នាអាចរស់នៅដោយសន្តិភាពជាមួយនឹងជនជាតិប៉ាឡេស្ទីនគ្រប់គ្នាផងដែរយ៉ាងមានសុវត្ថិភាពនិងសន្តិសុខប្រភពសន្តិសុខជាន់ខ្ពស់របស់អ៊ីស្រាអែលបាននិយាយថាកិច្ចពិភាក្សាដំបូងនឹងផ្ដោតតែទៅលើការដកលែងចំណាប់ខ្មាំងនិងផ្ដល់ពេលវេលា2ថ្ងៃដើម្បីឲ្យក្រុម Hamas បញ្ចប់ការងារដំណាក់កាលនោះកិច្ចពិភាក្សាទាំងនេះត្រូវបានរំពឹងថានឹងឆ្លងកាត់ជំនួយណាមួយតាំងពីការចាប់ផ្ដើមនៃសង្គ្រាមហើយអាចកំណត់ថាតើផ្លូវឆ្ពោះទៅរកការបញ្ចប់សង្គ្រាមណាមួយទៅអាចទៅរួចឬក៏អត់បើសទូតសហរដ្ឋអាមេរិកលោក Steve Witkoffកូនប្រសាររបស់ Trump លោក Jared Kushner និងរដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdul Rahman Al Thani សុទ្ធតែអនុជនចូលរួមផងដែរ Trump បានរកសេនលើបណ្ដាញសង្គមជំរុញឲ្យទេពទូតទាំងអស់ដែលចូលរួមក្នុងការប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមហ្គាហ្សាឲ្យផ្លាស់ប្ដូរយ៉ាងលឿនហើយបាននិយាយថាលោកបានព្យាករថាដកលែងចំណាប់ខ្មាំងទាំងនោះអាចភ្ជាប់ក្នុងអាទិត្យនេះឬក៏អត់កាលពីថ្ងៃច័ន្ទលោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថាក្រុម Hamas បានយល់ព្រមចំពោះរឿងសំខាន់ៗចំនួនលោកបាននិយាយនៅសេតវិមានថាខ្ញុំពិតជាគិតថាយើងនឹងមានកិច្ចព្រមព្រៀងហើយអ្វីទាំងអស់នោះនឹងមាននៅអាទិត្យនេះមន្ត្រីប៉ាឡេស្ទីនរូបដែលជិតស្និទ្ធជាមួយនឹងការចរចាបានប្រាប់ទីអ្នកការព័ត៌មាន Reuters ថាសម័យប្រជុំដំបូងបានបញ្ចប់នៅល្ងាចថ្ងៃច័ន្ទហើយការពិភាក្សាបន្តគ្នាដោយឡែកទៀតនឹងមានឡើងនៅថ្ងៃអង្គារសារព័ត៌មាន Al Qaeda ដែលមានតំណែងទំនួងនឹងរដ្ឋក៏បាននិយាយផងដែរថាការពិភាក្សានឹងបន្តនៅថ្ងៃអង្គារហើយថាថ្ងៃដំបូងបានបញ្ចប់ចំពេតបរិយាកាសវិជ្ជមានផែនការ20ចំណុចដែលត្រូវបានយល់ព្រមដោយ Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ស្នើឲ្យបញ្ចប់ភ្លាមៗចំពោះការប្រយុទ្ធគ្នានឹងការដោះលែងចំណាប់ខ្មាំង48នាក់ដែលមានតែ60នាក់ប៉ុណ្ណោះដែលត្រូវបានគេគិតថានៅមានជីវិតជាថ្នូរនឹងការឃុំខ្លួនហ្គាហ្សារាប់រយនាក់ផែនការនេះចែងថានៅពេលដែលភាគីទាំងពីរយល់ព្រមលើសំណើជំនួយពេញលេញនឹងត្រូវបានបញ្ជូនភ្លាមៗទៅកាន់តំបន់ Gaza Strip វាក៏បញ្ជាក់ផងដែរថាក្រុម Hamas នឹងមិនមានទួនាទីក្នុងការគ្រប់គ្រងតំបន់ Gaza ទេហើយវាទុកទ្វារបើកចំហសម្រាប់រដ្ឋប៉ាឡេស្ទីនជាថាហេតុទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីផែនការនេះត្រូវបានប្រកាសជាសាធារណៈមួយសប្តាហ៍មុនលោក Netanyahu បានស្ដារឡើងវិញនូវការប្រឆាំងដ៏យូរអង្វែងរបស់គាត់ចំពោះរដ្ឋប៉ាឡេស្ទីនដោយនិយាយក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថាវាមិនត្រូវបានសរសេរនៅក្នុងកិច្ចព្រមព្រៀងនោះទេយើងបាននិយាយថាយើងនឹងប្រឆាំងយ៉ាងខ្លាំងចំពោះរដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃសុក្រក្រុម Hamas បានឆ្លើយតបទៅនឹងសំណើក្នុងសេចក្តីថ្លែងការណ៍មួយដែលក្នុងនោះក្រុមបានយល់ព្រមដោះលែងអ្នកទោសអ៊ីស្រាអែលទាំងអស់ទាំងនៅរស់និងស្លាប់យោងតាមរូបមន្តផ្លាស់ប្ដូរដែលមានក្នុងសំណើរបស់ Trump ប្រសិនបើលក្ខខណ្ឌត្រឹមត្រូវសម្រាប់ការដោះដូរត្រូវបានបំពេញវាមិនបាននិយាយជាក់លាក់ឬទទួលយកផែនការ20ចំណុចរបស់លោក Trump នោះទេប៉ុន្តែបាននិយាយថាវាបន្តកិច្ចព្រមព្រៀងរបស់វាក្នុងការប្រគល់ការគ្រប់គ្រងតំបន់ Gaza Strip ទៅកាន់ស្ថាប័នឯករាជ្យប៉ាឡេស្ទីនអ្នកបច្ចេកទេសដែលផ្អែកលើឯកភាពជាតិរបស់ប៉ាឡេស្ទីននិងការគ្រប់គ្រងរបស់អារ៉ាប់និងអ៊ីស្លាមសេចក្តីថ្លែងការណ៍នេះមិនបាននិយាយអំពីទម្រាមខណ្ឌសំខាន់មួយនៃផែនការនោះទេវាថាក្រុម Hamas យល់ព្រមនឹងការរំសាយអាវុធរបស់វានិងមិនដើរតួនាទីជាទេក្នុងអភិបាលកិច្ចនៃតំបន់ Gaza
វាបានបន្ថែមថាផ្នែកនៃសំណើទាំងទងនឹងអនាគតនៃហ្គាហ្សានិងសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីននៅតែត្រូវបានពិភាក្សានៅក្នុងក្របខ័ណ្ឌជាតិដែលវាបាននិយាយថាក្រុមហាម៉ាស់នឹងជាផ្នែកមួយប្រជាជនប៉ាឡេស្ទីនជាច្រើនបានពណ៌នាការឆ្លើយតបទៅនឹងផែនការសន្តិភាពរបស់ក្រុមហាម៉ាស់ថាជារឿងដែលមិននឹកស្មានដល់បន្ទាប់ពីមានការចង្អុលប្រហាប់មួយសប្តាហ៍ថាក្រុមនេះកំពុងរៀបចំដើម្បីបដិសេធឬយ៉ាងហោចណាស់ដាក់លក្ខខណ្ឌយ៉ាងខ្លាំងក្នុងការទទួលយកសំណើផែនការសន្តិភាពរបស់លោក Trump ផ្ទុយទៅវិញក្រុមហាម៉ាស់បានបដិសេធមិនរាប់បញ្ចូលបន្ទាត់ក្រហមប្រពៃណីរបស់វានៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការដែលជាការផ្លាស់ប្ដូរជាច្រើនបានបកស្រាយថាជាសញ្ញានៃសម្ពាធពីខាងក្រៅមេដឹកនាំអឺរ៉ុបនិងមេចម្បោពីរបានស្វាគមន៍ចំពោះសំណើនេះអាញាធរប៉ាឡេស្ទីន PA ដែលគ្រប់គ្រងផ្នែកនៃតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ហៅគិតខុតប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិកថាជារឿងដែលស្មោះត្រង់និងប្រទិញតែចាត់អ៊ីរ៉ានដែលជាអ្នកឧបត្ថម្ភធំរបស់ក្រុមហាម៉ាស់ជាច្រើនឆ្នាំឥឡូវនេះក៏បានបង្ហាញសញ្ញាគាំទ្ររបស់ខ្លួនចំពោះផែនការសន្តិភាពហ្គាហ្សារបស់លោក Trump ផងដែរការទម្លាក់មកគ្រាប់បែកអ៊ីស្រាអែល